ជម្រាបសួរស្តីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះ Sigma Welcome to Basic Human Talk អឺនៅពេលដែលយើងនិយាយអំពីការអភ័យទោសច្រើនតែគេភ្ជាប់ការអភ័យទោសហ្នឹងទៅកាន់ការវិលត្រឡប់ទៅរកតំណែងចាស់វិញមានន័យថាបើសិនជាដៃគូជីវិតរបស់យើងមិត្តភក្តិជិតស្និទ្ធរបស់យើងក្រុមគ្រួសារឬក៏អ្នកណាម្នាក់ក៏ដោយដែលធ្វើរឿងអត់ល្អដាក់យើងធ្វើយើងទទួលអារម្មណ៍ hurtful painful គេលើកទឹកចិត្តឲ្យយើងអភ័យទោសពីព្រោះហ្នឹងជារឿងដែលមនុស្សល្អត្រូវធ្វើដាច់ខាតហ្មងហើយនៅពេលដែលយើងអភ័យទោសហើយគំនិតមួយទៀតគឺយើងដាច់ខាតគឺត្រូវតែវិលត្រឡប់ទៅរកតំណែងចាស់វិញពីព្រោះយើងបានអភ័យទោសគេរួចហើយយើងត្រូវ move on ជាមួយនឹងតំណែងចាស់ហ្នឹងវិញត្រឡប់ទៅរកមិត្តភ័ក្តិវិញត្រឡប់ទៅរកដៃគូវិញត្រឡប់ទៅរកក្រុមគ្រួសារឬក៏បងប្អូនអ្នកជិតស្និទ្ធដែលធ្វើខុសលើយើងហ្នឹងវិញពីព្រោះហ្នឹងជារឿងដែលត្រូវធ្វើដាច់ខាតប៉ុន្តែក្នុងវីដេអូនេះខ្ញុំចង់លើកពីមួយជ្រុងទៀតតទៅនឹងការអភ័យទោសមកទៅជែកជាមួយអ្នកទាំងអស់គ្នាការអភ័យទោសគឺ main goal របស់អភ័យទោសគឺធ្វើឲ្យយើងដោះលែងខ្លួនយើងឲ្យមានសេរីភាពផ្លូវចិត្តជាងមុនកុំឲ្យយើង hold on ទៅនឹងអារឿងហ្នឹងយូរពេកគឺការដោះលែងខ្លួនយើងឲ្យមានសេរីភាពអញ្ចឹងទៅយើងគឺជា main goal អញ្ចឹងទៅបើសិនជាការអភ័យទោសហើយកំហុសហ្នឹងគឺពេលដែលយើងវិលត្រឡប់ទៅរកអត្តនៈចាស់វិញហ្នឹងធ្វើឲ្យយើងនឹងវិលត្រឡប់ទៅរកភាពជឿចាប់នឹងម្ដងទៀតហើយរស់នៅជាមួយនឹងអា trauma ហ្នឹងម្ដងទៀតអាហ្នឹងជារឿងដែលយើងអត់ត្រូវធ្វើទេការអភ័យទោសវាអាចវិលត្រឡប់ទៅរកតំណែងចាស់បានប៉ុន្តែវាត្រូវភ្ជាប់ជាមួយនឹង boundary មានន័យថាយើងអភ័យទោសហើយបើយើងគិតថាយើងចង់វិលត្រឡប់ទៅតំណែងចាស់នឹងវិញមិត្តភាពចាស់នឹងវិញយើងអាចទៅបានប៉ុន្តែយើងត្រូវទៅជាមួយនឹង boundary មានន័យថាត្រូវដាក់ដែនកំណត់ថាបើយើងវិលត្រឡប់ទៅវិញឲ្យឱកាសម្នាក់នឹងម្ដងទៀតតើ boundary យើងនៅកន្លែងណាកម្រិតនៅកន្លែងណាបើសិនជាម្នាក់នឹងធ្វើរឿងដដែលនឹងម្ដងទៀតកម្រិតណាដែលយើងយល់ដែលយើងនឹងប្រាប់ខ្លួនឯងថា that's it it's over អញ្ចឹងណាយើងត្រូវវិលត្រឡប់ជាមួយនឹង boundary បើសិនជាអ្នកទាំងអស់គ្នាត្រឡប់ទៅរកមិត្តភាពនឹងវិញតំណែងនឹងវិញដោយមានដែនកំណត់គឺកំហុសដដែលរឿងដដែលនឹងកើតឡើងម្ដងហើយម្ដងទៀតអត់ឈប់ឈរទេប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាចង់ឲ្យឱកាសអ្នកទាំងអស់គ្នាទៅបានប៉ុន្តែទៅជាមួយនឹងព្រំដែនកំណត់ថាលក្ខខណ្ឌមួយណាដែលអ្នកនឹងធ្វើអញ្ចឹងម្ដងទៀតយើងនឹងត្រូវដើរចេញបញ្ចប់តំណែងហ្នឹងអាហ្នឹងមួយទៀតការអភ័យទោសมันភ្ជាប់ដាច់ខាតជាមួយនឹងការវិលត្រឡប់ទៅមិត្តភាពនិងតំណែងចាស់ហ្នឹងទេពីព្រោះនិយាយឡើងវិញការអភ័យទោសគឺយើងអភ័យទោសឲ្យម្នាក់នឹងដើម្បី free យើងឲ្យមានអារម្មណ៍ថា peaceful អត់ចងជាមួយនឹងអារឿងហ្នឹងអញ្ចឹងទៅបើសិនជាយើងយល់ថាកំហុសហ្នឹងវាច្រំដែរកំហុសហ្នឹងវាលើសកម្រិតពេកយើងអត់ចង់វិលត្រឡប់ទៅវិញទេយើងអត់ចង់វិលត្រឡប់ទៅវិញជាមួយនឹង boundary ទេគឺយើងអាចដើរចេញបានបើសិនជាអ្នកទាំងនេះយល់ថាការអភ័យទោសហ្នឹងអភ័យទោសរួចហើយអ្នកទាំងនេះសប្បាយចិត្តប៉ុន្តែអាចវិលត្រឡប់ទៅរកមិត្តភាពចាស់ហ្នឹងទៅអ្នកទាំងចាស់ហ្នឹងវិញបានទេអ្នកទាំងនេះមានសិទ្ធិដើរចេញដោយមិនមាន explain អីទាំងអស់ពីព្រោះគោលបំណងធំនៃការអភ័យទោសមិនមែនដើម្បីអ្នកដទៃហ្នឹងទេគឺដើម្បីយើងតែ inside peace តែយើងមានអារម្មណ៍សន្តិភាពអត់ការអភ័យទោសដែលភ្ជាប់ជាមួយនឹងការដើរចេញមិនបង្ហាញថាយើងជាមនុស្សចិត្តចង្អៀតមិនបង្ហាញថាយើងជាមនុស្សចិត្តអាក្រក់ទេអញ្ចឹងទៅកុំឲ្យអ្នកដទៃដាក់គំនិតហ្នឹងមកលើអ្នកនរគ្នាអ្នកនរនេះមានជំរើសអភ័យទោសហើយវិលត្រឡប់ទៅវិញអភ័យទោសហើយវិលត្រឡប់ទៅវិញជាមួយនឹងboundary ឬក៏អភ័យទោសហើយគឺដើរចេញអាហ្នឹងគឺជា option អត់មាន option មួយដាច់ខាតទេពីព្រោះថាបើសិនជាយើងអភ័យទោសហើយយើងស្រាលចិត្តប៉ុន្តែយើងទៅវិញជាមួយនឹងអា circle the same cycle ដែរវាមិនមែនជាដំណោះស្រាយទេយើងនៅតែជួបរឿងដែរហ្នឹងអត់ឈប់អត់ឈរទេហើយខ្ញុំនិយាយហ្នឹងគឺចេញពីបទពិសោធន៍ផ្ទាល់អំពី drama ដែរអត់ឈប់ឈរដោយសារតែយល់ថាឲ្យឱកាសប៉ុន្តែនៅពេលដែលអាយុកាន់តែច្រើនទៅគឺខ្ញុំឲ្យតម្លៃសន្តិភាពផ្លូវចិត្តខ្លាំងណាស់នឹងហើយក្នុងវីដេអូហ្នឹងខ្ញុំមានតែប៉ុណ្្នឹងទេហើយខ្ញុំចង់មកលើកទឹកចិត្តឲ្យរំលឹកអ្នកនរនេះថាការអភ័យទោសមិនភ្ជាប់ជាមួយនឹងការវិលត្រឡប់ទៅមិត្តភាពចាស់ឬក៏តំណែងចាស់វិញដាច់ខាតនោះទេហើយវាមិនមែនជា option តែមួយទេវាមាន option ផ្សេងច្រើនទៀតអ្នកនរត្រូវឲ្យតម្លៃខ្លួនឯងហើយត្រូវ prioritize សន្តិភាពផ្លូវចិត្តនឹងឲ្យបានច្រើនមែនទែនហ្មងពីព្រោះ by the end of the day លុយច្រើនប៉ុណ្ណាក៏ដោយមុខរបរ
ទូនីតិខ្ពស់ប៉ុណ្ណាក៏ដោយក៏វាអត់មានតម្លៃស្មើនឹងយើងសប្បាយចិត្តយើងមានភាពស្ងប់ស្ងាត់នៅក្នុងចិត្តយើងដែរកុំឲ្យសង្គមដាក់គំនិតអ្នកទាំងអស់គ្នាអ្នកទាំងអស់នេះមានជំរឿនអ្នកទាំងអស់នេះជាម្ចាស់នៃការសម្រេចចិត្តនឹងឯងជំនាញតែប៉ុណ្្នឹងទេសូមឲ្យអ្នកទាំងអស់នេះសុខសប្បាយហើយសប្បាយចិត្តទាំងអស់គ្នាthank you so much